សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកចែកម្លែកពីវីដេអូមួយទាក់ទងជាមួយនឹងការសិក្សាខ្ញុំជាមនុស្សម្នាក់ដែលអត់ដឹងថាខ្លួនឯងចូលចិត្តអីហើយអត់ដឹងថាខ្លួនឯងចង់រៀនអីហើយក៏អត់ដឹងថាអនាគតខ្លួនឯងចង់ធ្វើអីដែរហើយខ្ញុំជាមនុស្សម្នាក់ដែលបរាជ័យគិតថាបរាជ័យច្រើនដែរនៅក្នុងការសិក្សាដោយសារខ្ញុំធ្លាប់ធ្លាក់អាណត្តិទី2មួយឆ្នាំហើយបន្ទាប់ពីធ្លាក់អាណត្តិទី2មួយឆ្នាំខ្ញុំក៏ធ្លាប់បោះបង់ការសិក្សានៅសាកលវិទ្យាល័យមួយដែរដោយសារខ្ញុំរៀនអត់ចេះគ្រប់មុខវិជ្ជាហ្មងខ្ញុំរៀនមុខជំនាញ IT តែខ្ញុំរៀនអត់ចេះប៉ុន្តែអ្វីដែលខ្ញុំappreciate សម្រាប់ខ្លួនឯងគឺខ្ញុំអាច come back ទៅម្ដងទៀតមានន័យថាយើងអាចត្រឡប់មករៀនមុខជំនាញដែលយើងបោះបង់នឹងបានវាជាចំណុចមួយដែលខ្ញុំខ្លួនឯងក៏អត់នឹកស្មានថាយើងអាចធ្វើបានដែរប៉ុន្តែវាអត់ខុសពីនៅក្នុងរឿងទេនៅពេលដែលយើងតស៊ូយើងខំប្រឹងប្រែងទោះបីយើងអត់មានទេពកោសល្យយើងអត់មានសមត្ថភាពនៅពេលដែលយើងធ្វើវាច្រើនដងទៅយើងនឹងយល់ពីអាការងារហ្នឹងទោះបីតែយើងមិនយល់អត់ក៏យើងអាចដឹងពីចម្លើយដែរមានន័យថាយើងធ្វើខ្វីស1000ដងអញ្ចឹងទៅគួយស្អើ1000ដងគ្រាន់តែឃើញមកទោះបីយើងអត់យល់ក៏យើងដឹងចម្លើយថា ABCD ដែរយើងអាចយកបទពិសោធន៍ហ្នឹងទៅធ្វើការងារបានអញ្ចឹងណាហើយខ្ញុំនិយាយនេះខ្ញុំអត់បានរៀបជា script អីទេយើងនិយាយយកមកហើយខ្ញុំបរាជ័យនៅលើកទី1គឺបោះបង់ការសិក្សាដោយសារតែខ្ញុំអត់មានគោលដៅទេខ្ញុំអត់ដឹងថាខ្ញុំរៀនដើម្បីអីរៀនហើយយកទៅធ្វើអីហើយរៀនហើយពេលដែលរៀនហើយហ្នឹងគឺគោលដៅហ្នឹងគឺអីគេអ្វីដែលខ្ញុំបរាជ័យហ្នឹងគឺខ្ញុំបានស្វែងយល់ពីវាបន្ទាប់ពីខ្ញុំស្វែងយល់ពីវាហើយខ្ញុំចាប់ផ្ដើមរៀបចំខ្លួនឯងមកវិញថាយើងរៀនដើម្បីអីហើយយើងត្រូវពេលរៀនចប់យើងធ្វើអីគេសម្រាប់ខ្ញុំជារៀន IT វាមានមុខជំនាញច្រើនណាស់ប៉ុន្តែអ្វីដែលខ្ញុំចង់សម្រាប់គោលដៅខ្ញុំចង់ធ្វើជា developer ពេលហ្នឹងខ្ញុំកាលឆ្នាំ2014ហ្នឹងខ្ញុំគាត់តែចង់ធ្វើជា developer ម្នាក់ហើយបានប្រាក់ខែ200ហ្នឹងគឺខ្ញុំជាគោលដៅធំរបស់ខ្ញុំហើយជាចុងបញ្ចប់នៅពេលដែលខ្ញុំខំប្រឹងរៀនខំប្រឹងស្វែងយល់តរ៉ែខ្ញុំក៏សម្រេចបានជោគជ័យរបស់ខ្ញុំ intern បានលុយ70រៀល4ខែប៉ុន្តែពេលដែលខ្ញុំចប់ intern ខ្ញុំចូលជាបុគ្គលិក probation intern 4ខែ3ខែហើយ4ខែហើយចូលជាបុគ្គលិក probation ទៀតគឺខ្ញុំបានប្រាក់ខែ200ហើយគឺខ្ញុំសម្រេចគោលដៅជីវិតរបស់ខ្ញុំពេលនោះខ្ញុំសប្បាយចិត្តណាខ្ញុំបើកលុយមកមុនគេគឺខ្ញុំឲ្យម៉ាក់ខ្ញុំទាំងអស់មកហើយញ៉ែអត់មានអីសប្បាយចិត្តជាងយើងហូរលុយបានទេពេលដែលយើងហូរលុយបានដំបូងគេគឺយើងសប្បាយចិត្តជាលុយរបស់ខ្លួនយើងហូរបានហើយវាជាការខិតខំប្រឹងប្រែងរបស់យើងរយៈពេល2ឆ្នាំទាំងយប់ទាំងថ្ងៃនៅពេលដែលយើងសម្រេចគោលដៅរបស់យើងបានមានន័យថាយើងសប្បាយចិត្តហើយពេលហ្នឹងវាក៏អរគុណដល់ម៉ាក់ខ្ញុំដែរម៉ាក់ខ្ញុំអត់ដែរតាខ្ញុំទេទោះបីជាខ្ញុំអត់បោះបង់ការសិក្សាចោលខ្ញុំនៅផ្ទះអញ្ចឹងណាទោះបីជាខ្ញុំអត់ដឹងថាខ្លួនឯងធ្វើអីខ្ញុំបានធ្វើអីនៅផ្ទះក៏គាត់ស្ដីខ្ញុំដែរប៉ុន្តែគាត់ពិបាកចិត្តហើយនិយាយទៅយើងជាក្មេងយើងអត់សូវខ្វល់ខ្វាយពីគ្រួសារម៉ែនេះប៉ុន្តែពេលដែលខ្ញុំឃើញម៉ែខ្ញុំពិបាកចិត្តខ្ញុំក៏អត់សប្បាយចិត្តដែរអញ្ចឹងប្រហែលជាមានមនុស្សខ្លះគាត់អត់មានទេពកោសល្យទេហើយគាត់អត់មានសមត្ថភាពទេប៉ុន្តែអ្វីដែលយើងទទួលបានមានន័យថាការព្យាយាមការអត់ធ្មត់ការជំនះឧបសគ្គរបស់យើងត្រូវតែធ្វើចិត្តឲ្យរឹងប៉ឹងហើយមុតមកបានយើងអាចសម្រេចគោលដៅយើងបានអេពីសូតនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណហើយក៏ជំរាបលាអ្នកទាំងអស់គ្នា